បងខ្ញុំសូមឲ្យលោកអ្នកបងប្អូនបានទទួលប្រពរហើយអរគុណដល់ពុកម៉ែបងប្អូនប្រុសស្រីពួកជំនុំនៅតាមបណ្ដាអនឡាញដែលយើងទាំងអស់គ្នាប្រើពេលវេលាដ៏សំខាន់នេះដើម្បីនឹងស្ដាប់នៅព្រះបន្ទូលរបស់ផងព្រះដ៏ចំម្ចាស់ព្រះយេស៊ូវនៅថ្ងៃនេះមានចំណងជើងថាបាទមិនបែរក្រោយ no turning back បាទបើយើងសង្កេតមើលនៅក្នុងព្រះគម្ពីរលោកុបាតដែលយើងទើបនឹងអានមិញហេតុអីបានជាលោកអាប់រ៉ាហាំហាក់បីដូចជាម៉ត់ចត់ខ្លាំងម្ល៉េះបាទលោកអ្នកបងបានឃើញតាមរយៈអ្វីដែលយើងបានអានមិញអាប់រ៉ាហាំស្រុកកំណើតគាត់នៅណាទីក្រុងមួយឈ្មោះនៅខាល់ដេបាទប៉ុន្តែព្រះមិនសັບព្រះរាជអាហារតីឲ្យគាត់នៅទេឲ្យគាត់នៅខាល់ដេដែលជាស្រុកកំណើតដូនតារបស់ផងគាត់ជាកន្លែងដែលគាត់កើតនោះទេដឹងហេតុអីអត់ពីព្រោះថាបើគាត់នៅខាល់ដេបើគាត់នៅគាត់គ្រាន់តែជាមនុស្សសាមញ្ញម្នាក់ប៉ុណ្ណោះគាត់គ្រាន់តែជាគ្រួសារមួយគាត់គ្រាន់តែជាមនុស្សម្នាក់ឬពលរដ្ឋមួយនៃពួកនៅស្រុកខាល់ទេក៏ប៉ុន្តែព្រះរបស់អាប់រ៉ាហាំបងបង្កើតអាប់រ៉ាហាំមកជាមួយនឹងគម្រោងផែនការដ៏អស្ចារ្យព្រះអង្គមិនចង់ឲ្យគាត់คล้ายទៅជាមនុស្សតែម្នាក់ឬគ្រួសារដ៏តូចមួយនៅក្នុងសង្គមមួយទេប៉ុន្តែព្រះអង្គចង់ឲ្យពរគាត់ចង់លើកមុខគាត់ជាធំចង់ឲ្យគាត់คล้ายទៅជាប្រជាជាតិមួយដ៏អស្ចារ្យនេះជាគម្រោងការរបស់គាត់គម្រោងការរបស់ព្រះជាម្ចាស់សម្រាប់អាប់រ៉ាហាំនិងពូជពងរបស់គាត់ប៉ុន្តែព្រះដឹងយ៉ាងច្បាស់ថាដើម្បីឲ្យសម្រេចគម្រោងការមួយនេះមិនស័ក្តិសមសម្រាប់គាត់ខាល់ដេមិនស័ក្តិសមសម្រាប់គាត់ដើម្បីឲ្យសម្រេចនៅគម្រោងការមួយនេះគាត់ត្រូវចាក់ចេញពីកន្លែងដែលគាត់កើតពីទឹកដីកំណើតរបស់គាត់ពី comfort zone របស់គាត់ពីញាតិសន្តានរបស់ផងគាត់ហើយធ្វើដំណើរទៅតាមផ្លូវដែលព្រះគូសវាធ្វើដំណើរទៅតាមផ្លូវដែលព្រះបានរៀបចំបាទនោះទើបសម្រោងការនេះបានសម្រេចហើយអាប់រ៉ាហាំដឹងជាអាប់រ៉ាហាំយល់ស្គាល់ព្រះハរតីរបស់ផងព្រះជាម្ចាស់អាប់រ៉ាហាំបាទស្គាល់ច្បាស់នៅបំណងព្រះハរតីរបស់ព្រះហើយគាត់បានឆ្លើយតបយ៉ាងត្រឹមត្រូវទៅនឹងបំណងព្រះハរតីរបស់ព្រះហើយសហការយ៉ាងល្អជាមួយព្រះជាម្ចាស់បងប្អូនដឹងថាពេលដែលអាប់រ៉ាហាំស្ដាប់បង្គាប់ព្រះអាប់រ៉ាហាំដឹងថាព្រះនាំទៅណាទេ No at all គាត់មិនដឹងទេព្រះអង្គប្រាប់ឈ្មោះគាត់អញនឹងនាំឯងទៅកាណានតែអាប់រ៉ាហាំមិនដែលស្គាល់កាណានសោះអាប់រ៉ាហាំមិនដែលធ្លាប់ទៅមិនដែលធ្លាប់មានព័ត៌មានមិនដឹងថានៅទីណាផងបាទប៉ុន្តែអាប់រ៉ាហាំព្រមចុះចូលព្រមស្ដាប់បង្គាប់ព្រមទៅបាទព្រមមិនដោយខ្លួនទៅតាមផែនការរបស់ព្រះគាត់មិនដឹងទេកាណាននៅណាគាត់មិនដឹងទេឆ្ងាយប៉ុណ្ណាគាត់មិនដឹងទេពេលណាទៅដល់ហើយគាត់ក៏មិនដឹងទេថាតើគម្រោងផែនការរបស់ព្រះសម្រេចយ៉ាងម៉េចសម្រាប់គាត់ដឹងតែម្យ៉ាងគាត់ព្រះល្អព្រះមានគម្រោងការដ៏អស្ចារ្យសម្រាប់គាត់បាទព្រះស្រឡាញ់គាត់បាទព្រះជាបុគ្គលម្នាក់ដែលនិយាយយ៉ាងណាគឺធ្វើយ៉ាងនោះទ្រង់ជាបុគ្គលដែលទុកចិត្តបានគ្រប់គ្រាន់សម្រាប់គាត់ស្គាល់តែអ្នកដែល
hai quạt score tại nè để quạt thoại bằng cung để chốt chôn này sau bằng cọp cũng có này quạt chăm bạch trong đăng tha ngày bọn na nơi bị na sẽ về bị na mình chỉ hướng bọc quạt bàนี่ chỉ khắp hay nửa bê lệ thua đâm na tiết bà lúc nào phong mưa nó không phải cầm pi lúc có bát chụp đập môi bà nửa không phải cầm pi lúc có bát chụp đập môi bà lúc nào phong mưa tôi không kho sam sơ môi nó kho sam sơ pi cả tra hai đầm bông mình hai Abraham thì cứ hai ở bốc rồi bọc quạt cứ lúc thế ra tra hai lúc thế ra hay thế ra có prom chốt chôn hay đập bằng cọp hay con có ban dốc lót bà dốc Abraham hay nung trộm sâm bát bọc phong cọt cử sa bọc cọt tengah thua đầm nào còn đây nửa pê đã có một đó Kharan còn khơi nhà tin đi là còn là hành prasa chừng ở bà sưu ru nữ sưu riệp trong một cái bó bà yang mấy đại nghi không cà xí bà ai thua nè miền này ban hay còn cái nơi tin lênต่อtiếp thế ra chốt chôn cô rúp sẽ đập bằng cọp còn tại ở sẽ đập bằng cọp tiếng sọc thế ra sẽ đập bằng cọp bị đầm bốn thế ra sẽ đập bằng cọp tại môi rồi nhé tại nơi bê để con thua đầm nào tao đó chùm nói môi bà để con dul khơi tha cụp còn hơi lùm ôm hơi bà bắn năng ban hơi con có bắn chọc chưa vật con được có ăn phồng tới tiết đi có bắn thai pre trong ơi po có thông chứng đi cha chứng đi vi xe chứng đi prasa chứng đi tại thế ra mình ai cho tôi cho bạn thì vô quạt lên sẽ đọc con quạt lên sẽ hạ cả quạt lên thua đầm nào bà quạt chụp từ mục tiêu hay là tập hòn quạt bàn tàn tịnh từng anh hay quạt có sập nơi Kharan có ai tự đo tức đây sân nhà nó bọc quạt bàn thế ra cứ chỉ cầm ru này kri bò sát thị trường để ai sẽ đọc bằng quạt bàn tàn dạ bê khai sẽ đọc bằng quạt bàn tàn dạ bê đầm bông này sẽ đọc bằng quạt bàn tàn tích gì nơi bê xuống tích nơi bê đại bàn tuột pôn tích nơi bê đại pre trong bạc phơi tích phần năng bàn này bọn cũng còn đôi chân hai bàn chỉ kia mà ai cho tôi cho ấy bàn nơi bê đại pre khơi ta thế ra lên chọc trồn lên sẽ đọc bằng quạt bà lên bắn đòi luôn từ tam pre cho mà chả pre lên dễ cho mỗi quát pre lên đạt tương quát pre lên tra hai quát tục quát chào bị vua tụ bởi chỉ hai quát để dễ cho mỗi quát có quát lên từ mông thiệt xôm của mọi kịch thà bà dương mình sẽ đáp bằng quát pre không mình lúc ra xôm của mọi kịch thà bà dương mình sẽ đáp bằng quát pre cho mà cha không mình đẹp xanh thiệt và bây giờ xuống mình tu thầm ấy bà mình lúc lên sa sa nằm cao pre không mọi anh sa sa nằm hay pre chứ mà cha còn để cho cả Abraham bà lúc nào phong mưa từ không pre cái lúc có bắt chụp đập pi pre để cho cả Abraham pre lên hai apok tại pre hai cô đó hay Abraham mình đôi chiều phục con mẹ còn trong ban mình tích có mẹ còn trong ban khla có mẹ còn trong ban prasa chứng mônแต่ Abraham ចង់ឲ្យគ្រប់ទាំងគម្រោងការទាំងអស់របស់ព្រះសម្រាប់គាត់បានសម្រេចដោយសពគ្រប់មិនត្រឹមតែជីវិតគាត់តែជីវិតកូនគាត់ជីវិតចៅគាត់រាប់ពាន់ដំណោះទៅមុខទៀតបាទសួរថាគាត់មហិច្ឆតាទេក៏អត់មហិច្ឆតាទេអ្នកមហិច្ឆតាពិតប្រាកដមិនមែនគាត់ទេគឺព្រះតែព្រះមិនមែនមហិច្ឆតាសម្រាប់ខ្លួនឯងទេព្រះមានមហិច្ឆតាសម្រាប់អាប់រ៉ាហាំដែលគាត់បង្កើតព្រះចង់ឲ្យអាប់រ៉ាហាំទទួលប្រពោទទួលការអស្ចារ្យបាទហើយទីបញ្ចប់យ៉ាងម៉េចអាប់រ៉ាហាំព្រមចុះចូលឲ្យស្ដាប់បង្គាប់គាត់ក៏បន្តធ្វើដំណើរចេញពីខារ៉ាន់បាទហើយពេលដែលគាត់ធ្វើដំណើរនេះគឺនៅពេលដែលឪពុកគាត់នៅរស់រាននៅឡើយបាទ
បើសិនជាឪពុកគាត់ស្លាប់បានគាត់ធ្វើដំណើរមកព្រះមិនមែនមានបន្ទូលថាយ៉ាងម៉េចដែរចាក់ចេញពីឪពុកឯងចាក់ចេញយ៉ាងម៉េចបើគាត់ស្លាប់បាត់ទៅនឹងតើគាត់នៅរស់នេះគឺជាការពិតលោកអ្នកបងប្អូនដឹងទេនៅពេលដែលយើងកណនីតាមគេហៅថាផ្លូវបុរាណបាទអាប់រ៉ាហាំគាត់ដើរតាមបណ្ដោយទន្លេអឺប្រាតបាទគាត់ចេញពីទីក្រុងខាល់ដេនៅក្បែរអារ៉ាក់ហើយគាត់ចូលឆ្លងកាត់បាប៊ីឡូនហើយគាត់ចាប់ដើមដើរតាមបាទសរសៀលទន្លេអឺប្រាតបាទហេតុអីបានគាត់ត្រូវដើរអញ្ចឹងពីព្រោះគាត់មានហ្វូងសត្វគាត់ត្រូវនៅកន្លែងស្មៅហ្វូងសត្វគាត់ត្រូវនៅក្បែរទឹកបាទហើយដំណើរគាត់សរុបបងប្អូនដឹងថាចង្អៃណាទេ1930គីឡូពីទឹកដីកំណើតគាត់ស្មើ1200ម៉ៃតែអ្វីដែលយើងគួរឲ្យចាប់អារម្មណ៍នៅពេលដែលគាត់ទៅដល់ខារ៉ានគឺ almost in the middle ប្រហែលជាពាក់កណ្ដាល600ម៉ៃគាត់ឈប់នៅទីនេះឯង stuck in the middle គាត់ឡើងទៅដល់ខាងជើងខារ៉ានគាត់នៅទីនោះតែអាប់រ៉ាហាំបន្តអាប់រ៉ាហាំប្រាប់ថាខ្ញុំអត់នៅកណ្ដាលផ្លូវទេខ្ញុំត្រូវទៅដល់ចុងបញ្ចប់ហើយក៏បន្តធ្វើដំណើរតទៅទៀតរហូតទៅដល់ទឹកដីកាណាននៅពេលដែលគាត់ចុះចូលគាត់គោរពស្ដាប់បង្គាប់អាប់រ៉ាហាំមិនមែនគ្រាន់តែចុះចូលហើយគោរពស្ដាប់បង្គាប់តែម្នាក់ឯងទេនៅពេលដែលគាត់ចាស់ហើយគឺជាពេលវេលាដែលគាត់ត្រូវរៀបចំអ្នកបន្តវេនជាពេលដែលគាត់ត្រូវរៀបចំកូនចៅរបស់គាត់ឲ្យមានគ្រួសារហើយអាប់រ៉ាហាំមិនអាចត្រឡប់ទៅកាន់ទឹកដីកំណើតដើម្បីរកគូសកលឲ្យកូនចៅរបស់គាត់បានគាត់ជ្រើសរើសបាវបំរើម្នាក់ដែលគាត់ទុកចិត្តដូចជាកូនឯកសារខ្លះថាកូនចិញ្ចឹមគាត់ផងដើម្បីឲ្យធ្វើការនេះជំនួសគាត់ក៏ប៉ុន្តែអ្វីដែលគាត់ម៉ត់ចត់ម្ដងហើយម្ដងទៀតតាមអ្វីដែលយើងបានអានមិញព្រះគម្ពីរប្រាថ្មីបាទបើលោកអ្នកបងប្អូនមើលនៅក្នុងខបាទ6អាប់រ៉ាហាំម្ដងបាទខ8អាប់រ៉ាហាំម្ដងទៀតមិនត្រូវនាំកូនអញត្រឡប់ទៅស្រុកដែលអញបោះបង់ចោលឡើយឃើញបាទនេះជាការពិតហេតុអីគាត់ថាទោះបីឯងទៅរកប្រពន្ធឲ្យកូនអញមិនបានឬក៏ទៅរកឃើញហើយគេមិនឲ្យក៏គ្មានមូលហេតុនឹងនាំកូនអញត្រឡប់ទៅវិញពីព្រោះទឹកដីនោះព្រះបានបោះបង់ចោលហើយបើយើងមើលពីមូលហេតុតើហេតុអីបានជាអាប់រ៉ាហាំម៉ត់ចត់អញ្ចឹងខ7គឺជាចម្លើយហេតុផលដែលអាប់រ៉ាហាំម៉ត់ចត់ពីព្រោះលោកដឹងយ៉ាងច្បាស់ថាដើម្បីឲ្យគម្រោងការដែលព្រះមានសម្រាប់គាត់និងកូនចៅព្រមទាំងពូជពងរបស់គាត់ដាច់ខាតគាត់ត្រូវតែម៉ត់ចត់ហើយរក្សាដួងចិត្តស្មោះត្រង់ចំពោះព្រះខ7ប្រាប់ថាម៉េចពីព្រោះព្រះសន្យាថានឹងឲ្យស្រុកបាទដល់ពូជពងរបស់អញពីររឿងមួយរឿងអាប់រ៉ាហាំចង់ឲ្យគម្រោងការរបស់ផងព្រះសម្រាប់សម្បត្តិជីវិតគាត់គឺព្រះអង្គសន្យាជាមួយគាត់ថានឹងឲ្យដីមួយកន្លែងនោះគឺជាស្រុកកាណានទៅគាត់ហើយគម្រោងការនោះទោះបីមិនទាន់បានសម្រេចនៅឡើយទេទោះបីជាគាត់កំពុងតែរស់លើទឹកដីនេះពីគ្រប់ទាំងគម្រោងការរបស់ព្រះសម្រេចទៅតាមពេលវេលារបស់ព្រះហើយអាប់រ៉ាហាំគាត់យ៉ាងមិនដែរគាត់អត់ចង់ឲ្យសេចក្តីសន្យាណាមួយរបស់ផងព្រះជាម្ចាស់សម្រាប់គាត់ធ្លាក់ជុតរត់ដីឡើយអញ្ចឹងហើយបានជាគាត់ស្ដាប់បង្គាប់ហើយគាត់នៅតែបន្តស្ដាប់បង្គាប់ទោះបីជាគាត់ចាស់ហើយបាទឬក៏គាត់ចាកចេញពីផែនដីនេះទៅប៉ុន្តែគាត់ចង់ហុចបន្តមរតកនៃការស្ដាប់បង្គាប់ដល់កូននៃចាស់គាត់ទៅទៀតគាត់មិនដូចថេរាឪពុកគាត់ដែលគ្រាន់តែចាប់ដើមពីដំបូងស្ដាប់ហើយពាក់កណ្ដាលផ្លូវបាទហើយកន្លែងស្ដាប់បោះបង់ចោលអត់ទេនេះគឺជាការពិតហើយទីបញ្ចប់យ៉ាងម៉េចបាទបើយើងសិក្សានៅក្នុងជីវិតអាប់រ៉ាហាំតាំងពីគាត់ចាកចេញពីខាល់ដេសំបីតែម្ដង
សំបីតែដើរកាត់សំបីតែឈ្ងោកសំបីតែត្រឡប់ទៅលេងឬទៅសួរសុខទុក្ខបាទឬប្រកបមុខរបរគាត់មិនដែលត្រឡប់ទៅវិញតតែសោះទឹកដីដែលគាត់បានដើរចេញគាត់មិនដែលមានឱកាសបានត្រឡប់ទៅវិញមិនមែនគាត់អត់ឱកាសទេគឺគាត់មិនទៅតែម្ដងហើយគាត់នឹងលែងឃើញទឹកដីបន្តទៀតពេញមួយជីវិតរបស់គាត់មិនមែនទៅត្រឹមមិនទៅទេគាត់ហាមមិនឲ្យគេយកកូនគាត់ហើយមិនឲ្យគ្រួសារគាត់ត្រឡប់ទៅវិញទៀតទី2យ៉ាងម៉េចដែរព្រះអង្គអាប់រ៉ាហាំមកចោតពីព្រោះអាប់រ៉ាហាំគិតចង់ឲ្យព្រះបន្ទូលព្រះសម្រេចដល់ពូជពងរបស់គាត់តើព្រះសន្យាយ៉ាងម៉េចជាមួយនឹងពូជពងអាប់រ៉ាហាំព្រះគម្ពីរលោកុបាទចំពុក12បានសន្យាបាទអញនឹងឲ្យពរឯងទី1បាទអញនឹងឲ្យឯងคล้ายជាប្រជាជាតិមួយដ៏ធំមនុស្សនៅលើផែនដីមានពរសាឯងនឹងคล้ายទៅជាប្រភពនៃប្រពោដល់មនុស្សគ្រប់ពូជជាតិសាសន៍នេះគឺជាអ្វីដែលអាប់រ៉ាហាំចង់បានគាត់មិនមែនគ្រាន់តែចង់បានคล้ายជាកូនពួកជំនុំคล้ายទៅជាបុគ្គលមួយគ្រួសារមួយបាននៅក្នុងប្រជាជាតិមួយជាមួយគេជាមួយឯងទេពីព្រោះគាត់ដឹងថាព្រះបង្កើតគាត់មកមានគម្រោងការយ៉ាងអស្ចារ្យបាទហើយតាមរយៈគម្រោងការរបស់ផងព្រះបងប្រែคล้ายមនុស្សម្នាក់ដែលស្ដាប់បង្គាប់ឲ្យទៅជាជាតិសាសន៍មួយមិនជាជាតិសាសន៍ធម្មតាតែជាតិសាសន៍ដែលពេញដោយពរជាជាតិសាសន៍ដែលមិនសុំពរពីគេប៉ុន្តែជាជាតិសាសន៍ដែលឲ្យពរគេបាទជាជាតិសាសន៍មួយដែលមានព្រះគង់ជាមួយជាជាតិសាសន៍មួយដែលមានអំណាចជាជាតិសាសន៍មួយដែលមានបច្ចេស្តាជាជាតិសាសន៍មួយបាទដែលខុសពីគេពីឯងនេះគឺជាអ្វីដែលអាប់រ៉ាហាំដែលព្រះជាម្ចាស់សន្យាមកអាប់រ៉ាហាំហើយអាប់រ៉ាហាំដឹងយ៉ាងច្បាស់ថាដើម្បីឲ្យគម្រោងការនេះបានសម្រេចទី1ដើម្បីឲ្យព្រះអង្គឲ្យទឹកដីមកកាន់គាត់ពិតប្រាកដគាត់ត្រូវចុះចូលស្ដាប់បង្គាប់ទាំងគាត់ទាំងកូនចៅរបស់គាត់គ្រប់ជំនាន់ទី2ដើម្បីឲ្យព្រះពរបានសម្រេចសម្រាប់គ្រួសាររបស់គាត់ហើយគ្រួសារគាត់ពីគ្រួសារមួយคล้ายជាជនជាតិមួយពីគ្រួសារមួយដែលសាមញ្ញคล้ายទៅជាប្រភពនៃព្រះពរហើយទៅជាទីបញ្ចេញពរដល់គ្រប់ពូជជាតិសាសន៍គាត់ត្រូវតែចុះចូលស្ដាប់បង្គាប់ហើយកូនចៅគាត់គ្រប់ជំនាន់ត្រូវតែចុះចូលស្ដាប់បង្គាប់នោះជាហេតុផលដែលគាត់ម៉ត់ចត់លោកនេះសួរថាតើព្រះមានគម្រោងការសម្រាប់តែអាប់រ៉ាហាំទេអត់ទេព្រះបង្កើតមនុស្សម្នាក់មកលោកអ្នកបងប្អូនមើលនៅក្នុងពិភពលោកនេះពុំមាន DNA អ្នកណាដូចគ្នាគ្មានកែវភ្នែកអ្នកណាដូចគ្នាទេគ្មានកយ៉ាវដៃអ្នកណាដូចគ្នាទេសូម្បីកយ៉ាវដៃតាំង20នឹងទាំងដៃទាំងជើងក៏អត់មានណាដូចគ្នាបាទមិនត្រឹមតែចឹងទេសូម្បីដំណើរក៏អត់ដូចគ្នាដែរបងប្អូនកុំឲ្យគិតថាភ្នែក unique កយ៉ាវដៃ unique សូម្បីតែដំណើរក៏ unique ដែរដំណើរបងប្អូនបាទអត់មានណាអាចបន្លំណាបាននៅពេលដែលគេវិភាគបែបវិទ្យាសាស្ត្រមនុស្សរាប់រយពាន់លានអ្នកនៅលើផែនដីគ្មានអ្នកណាម្នាក់ដូចគ្នាដំណើរមានថ្ងៃមួយចោលម្នាក់គាត់ជាកយ៉ាវដៃគាត់ចេញពីព្រោះគាត់ចង់ឲ្យប៉ូលីសចាប់គាត់ហើយគាត់យកអាស៊ីត100បំផ្លាញកយ៉ាវដៃនឹងដើម្បីបំបត្តិផុតតាគាត់គិតថាធ្វើយ៉ាងដូច្នេះកយ៉ាវដៃរបស់គាត់នឹងបាទខូចកយ៉ាវដៃគាត់នឹងត្រូវបំផ្លាញបាទហើយនៅពេលដែលគាត់ជាសះស្បើយប៉ូលីសនឹងមិនអាចរកគាត់ឃើញនៅពេលដែលគាត់ប្រព្រឹត្តបទឧក្រិដ្ឋប៉ុន្តែអ្វីដែលគាត់នឹកស្មានពីព្រោះគាត់គិតថាកយ៉ាវដៃរបស់ផងគាត់អត្តសញ្ញាណរបស់គាត់ identity របស់គាត់គឺនៅលើស្បែកក៏ប៉ុន្តែនោះគឺជាការគិតខុសរបស់គាត់ identity គាត់នៅក្នុងសាច់របស់គាត់មិនមែនក្នុងស្បែករបស់គាត់ទេនៅពេលដែលដៃនេះចាប់បានជាឡើងវិញហើយសាច់ក៏បានជាសះស្បើយឡើងវិញកយ៉ាវដៃដុំមកជាធម្មតាពីព្រោះពេលដែលព្រះបង្កើត identity យើងមកព្រះអង្គវាយបញ្ចូលនៅក្នុង DNA របស់យើងមិនថាយើងបំផ្លាញយ៉ាងម៉េចទេវានឹងដុះមកវិញបាទបើមិនអញ្ចឹងនៅពេលដែលលោកអ្នកបងប្អូនស្លាប់បាត់ទៅហើយរូបកាយคล้ายទៅជាផេះคล้ายជាធូលីដីអស់ធ្វើម៉េចព្រះស្គាល់បងប្អូនអាមែននេះគឺជារឿងសំខាន់ដែលព្រះបង្កើតភ្នែកយើង unique
ដែលព្រះបង្កើតកាយដៃកាយជើងយើងយូនីកដែលព្រះបង្កើតសំបីតែដំណើររបស់ផងយើងឲ្យមានតែម្នាក់ឯងនៅក្នុងលោកនោះវាមានន័យគ្រប់គ្រាន់ថាព្រះបង្កើតយើងមកផ្សេងដាច់ពីគ្នាហើយមានគម្រោងការសម្រាប់យើងដូចគ្នាគ្នាអញ្ចឹងដែលព្រះមានគម្រោងការយ៉ាងណាសម្រាប់អាប់រ៉ាហាំព្រះក៏មានគម្រោងការសម្រាប់បុគ្គលម្នាក់ដែលព្រះបង្កើតមកលើផែនដីដែរមិនអន់ជាងអាប់រ៉ាហាំមិនតូចជាងអាប់រ៉ាហាំបាទហើយអាប់រ៉ាហាំមិនមែនល្អជាងគេអស្ចារ្យជាងគេវិសេសជាងគេតែម្នាក់ឯងទេបាទក៏ប៉ុន្តែគ្រប់ទាំងគម្រោងការរបស់អាប់រ៉ាហាំនិងពូជពងរបស់លោកបានសម្រេចពីព្រោះតែអាប់រ៉ាហាំចុះចូលគោរពស្ដាប់បង្គាប់ហើយម៉ត់ចត់ក្នុងការរក្សានៅបញ្ញារបស់ព្រះក្នុងពេលអ្នកដទៃទៀតអត់រវល់ ignore ធ្វើមិនដឹងមិនឮបដិសេធឬមិនអាចចុះចូលឬស្ដាប់បង្គាប់ឬត្រឹមស្ដាប់បង្គាប់ដំណាក់កាលដំបូងកុំឲ្យអ្នកយល់ថាព្រះមិនស្រឡាញ់ខ្ញុំទេព្រះស្រឡាញ់តែបរោះកបរោះខបរោះកព្រះមិនស្រឡាញ់ខ្ញុំបាទបើព្រះមិនស្រឡាញ់អ្នកព្រះមិនបង្កើតអ្នកមកទេសូមចាំអ្នកកើតមកឲ្យដូចជារូបព្រះហើយចំនឹងរូបព្រះជាម្ចាស់ព្រះនឹងមិនបង្កើតអ្នកណាដែលទ្រង់មិនស្រឡាញ់ឲ្យដូចជារូបព្រះហើយចំរូបព្រះលោកនាងប្អូនចង់ឲ្យអ្នកណាម្នាក់ដល់នាងប្អូនស្អប់បំផុតដូចលោកនាងប្អូនហើយចំលោកនាងប្អូនទេអត់ទេវាជាការពិតអញ្ចឹងដែលព្រះបង្កើតយើងមកឲ្យដូចជារូបព្រះហើយចំរូបព្រះហើយឲ្យយើងមានវត្តមានលើផែនដីច្បាស់ណាស់គឺព្រះស្រឡាញ់យើងក៏ប៉ុន្តែហេតុអីបានគម្រោងការយើងមិនអាចសម្រេចនៅក្នុងជីវិតរបស់ផងយើងបានពីព្រោះចរិតយើងការចុះចូលការស្ដាប់បង្គាប់របស់ផងយើងវានៅមានកម្រិតយើងចេះតែបះបោអ្វីដែលយើងស្ទាត់ជាងគេយើងចេះតែបះបោយើងចេះតែប្រឆាំងបាទយើងចេះតែយ៉ាងមិនទាស់ទទឹងជាមួយនឹងព្រះជាម្ចាស់មិនអាចចុះចូលស្ដាប់បង្គាប់បានដោយអ្នកដទៃផ្សេងទៀតបានជាគម្រោងការក្នុងជីវិតយើងមិនអាចសម្រេចបាទមនុស្សគ្រីស្ទបរិស័ទជាច្រើននៅពេលដែលខ្លួនមានបញ្ហាអ្នកដែលមានបញ្ហាគឺព្រះមិនមែនខ្ញុំមិនបានព្រះឯងអញ្ចឹងមិនបានព្រះឯងចេះមិនបានព្រះឯងចុះសំណួរសួរទៅព្រះរហូតក៏ប៉ុន្តែព្រះមិនដែលមានបញ្ហាទេបញ្ហាគឺអ្នកគ្រប់ពេលដែលអ្នកមានបញ្ហាអ្នកត្រូវសួរខ្លួនឯងតើខ្ញុំបានធ្វើជាកូនព្រះល្អណាស់ខ្ញុំបានចុះចូលខ្ញុំបានគោរពខ្ញុំបានស្ដាប់បង្គាប់បាទព្រះជាម្ចាស់ហើយណានេះគឺជាសំណួរដែលអ្នកត្រូវសួរនេះគឺជាការពិតមនុស្សម្នាក់ដែលគេអាចទទួលយកពរបានគេមិនមែនអត់ហេតុទេបាទគេមើងម៉ាត់ម៉ត់ចត់បាទទាំងវិន័យទាំងសណ្ដាប់ធ្នាប់ទាំងការរស់នៅទាំងជីវិតដែលប្រកបជាមួយព្រះជាម្ចាស់ចុះចូលគោរពស្ដាប់បង្គាប់ទើបគេជីវិតគេមានពរបាទពរព្រះមិនមែនស្រឡាញ់អ្នកណាមួយស្អប់អ្នកណាមួយឲ្យពរទៅអ្នកណាមួយហើយបដិសេធអ្នកណាមួយគ្មានទេសម្រាប់មនុស្សដូចប្រហែលជាអញ្ចឹងពីព្រោះយើងទាំងអស់គ្នាឃើញក៏ប៉ុន្តែព្រះអត់អញ្ចឹងបើសិនជាព្រះស្រឡាញ់មួយស្អប់មួយព្រះលែងយុត្តិធម៌បាត់ហើយព្រះលែងសុចរិតបាត់ហើយវាគឺជាការពិតសួរខ្លួនយើងចាប់តាំងពីថ្ងៃដែលយើងត្រូវបានព្រះជាម្ចាស់ហៅឲ្យត្រឡប់ជាកូនរបស់តើប្រមាណដងយើងចុះចូលប្រមាណដងយើងស្ដាប់បង្គាប់តើដំណើរជីវិតរាល់ថ្ងៃយើងរស់នៅហើយប្រព្រឹត្តត្រឹមត្រូវតាមព្រះបន្ទូលព្រះអង្គអាមែនវាមិនយឺតពេលទេបាទដែលយើងផ្លាស់ប្ដូរហើយក្នុងលោកនេះសូម្បីតែអាប់រ៉ាហាំដែលចុះចូលគោរពស្ដាប់បង្គាប់ក៏នៅមានពេលដែលលោកប្រព្រឹត្តខុសដែរក៏នៅមានពេលលោកធ្លាក់ចុះដែរដូច្នេះការធ្លាក់ចុះរបស់លោកអ្នកបងប្អូនវាមិនសប្បាយព្រះជាម្ចាស់ទេក៏ប៉ុន្តែអ្វីដែលភ្ញាក់ផ្អើលសម្រាប់ព្រះជាម្ចាស់គឺចេះតែបះបោមិនស្ដាប់បង្គាប់ព្រះមិនបាន surprise ជាមួយនឹងជនជាតិអ៊ីស្រាអែលដែលអីគេដែលធ្លាក់ចុះទេក៏ប៉ុន្តែអ្វីដែលព្រះភ្ញាក់ផ្អើលឯងបានបះបោជាមួយអញ10លើកហើយអាមែននេះគឺជាការពិតបាទ
វាគឺជាការពិតអញ្ចឹងហើយបានជាអីគេយើងត្រូវមើលបាទព្រះជាម្ចាស់នឹងទូនៅក្នុងព្រះគម្ពីរលូកាជំពូក9 ខ 62បងថាបើដាក់ដៃលើនង្គ័លហើយបែរក្រោយស្គាល់នង្គ័លទេបើដាក់ដៃលើនង្គ័លហើយកាលណាមនុស្សដែលដាក់ដៃលើនង្គ័លមិនមែនដាក់អត់ប្រយោជន៍ទេមិនមែនទៅឈោះថត selfie ទេអ្នកដែលដាក់ដៃនង្គ័លគឺមានបេសកកម្មគឺព្យួរបំបែកអាចដីដើម្បីនឹងដាំដុះបាទហើយដើម្បីឲ្យដំណាំប្រសើរអ្នកព្យួរត្រូវតែប្រកាសច្បាស់ថាដីគ្រប់មីលីម៉ែត្រត្រូវតែបែកផាអង្គលប្រហែលប៉ុនបាដៃព្យួរម្ដង1គីឡូបាទតំណប់របស់ផងអ្នកដៃលើនង្គ័លឲ្យបែរក្រោយយ៉ាងម៉េចនៅពេលដែលគាត់បែរក្រោយគីឡូរបស់ផងគាត់លែងត្រង់ហើយអញ្ចឹងវានៅឆេវអញ្ចឹងអាកន្លែងឆេវហ្នឹងឯងដែលដីម្ដុំនឹងអត់បានប៉ះពាល់តទៅសោះអត់បានព្យួរតទៅសោះដូច្នេះហើយនៅពេលដែលដំណាំដាំនៅលើអាដីដែលមិនបានបំបែកហ្នឹងគឺវាអត់ដុះល្អហើយវាក៏អត់បង្កើតទិន្នផលបាទអ្នកដែលព្យួរមិនគ្រាន់តែដាក់ដៃលើនង្គ័លទេជើងរបស់ផងគេសកត់ផាអង្គ័លទៀតដើម្បីឲ្យវាមុតជ្រៅត្រូវឬអត់ការពិតហើយគាត់មកចត់ហ៎បាទពេលខ្លះយើងនិយាយជាមួយគាត់គាត់សន្និយាយបែរខ្នងគាត់អត់មានងាកមកនិយាយជាមួយយើងនេះពីព្រោះគាត់ប្រយ័ត្នអាវកលងដែលគាត់កំពុងតែព្យួរដូចគ្នាដែលអ្នកព្យួរស្រែមកចត់យ៉ាងណាដើម្បីធ្វើឲ្យផាលរត់ត្រូវកន្លងដីហើយដើម្បីឲ្យប្រកាសច្បាស់ថាដីដែលគាត់ព្យួរគឺត្រូវបែកសោះទាំងអស់ជីវិតរបស់យើងក៏ត្រូវមកចត់ចឹងក្នុងការដើរជាមួយព្រះដែរកន្លងអង្គលដែលកំពុងតែរត់វាជាកន្លងផ្លូវដែលយើងកំពុងតែដើរជាមួយព្រះមានការឯកាត់ឡើងបើយើងចេះតែបែរក្រោយបាទលោកអ្នកផងដឹងថានៅថ្ងៃដែលអេលីសេត្រូវបានព្រះជាម្ចាស់ត្រាស់ហៅតាមរយៈអេលីយ៉ាគាត់ធ្វើអីអត់គាត់កាប់គោដែលគាត់ស្ងោរនឹងបរិភោគអេលីសេមិនមែនអ្នកក្រទេព្រះគម្ពីរបានប្រាប់ថាគាត់ព្យួរម្ដង12នឹមហើយគាត់គឺជានឹមក្រោយគេតើពាក្យហ្នឹងមានន័យថាម៉េចមានន័យថាគាត់ជាតកែលើអ្នកព្យួរទាំងអស់នេះពីព្រោះអ្នកក្រោយគេចង់ព្យួរក៏បានចង់ឈប់ក៏បានដែរហើយនោះគឺមានតែម្ចាស់ទេដែលមានសិទ្ធិសម័យព្យួរម្ដង12នឹមស្មើនឹងត្រាក់ទ័រព្យួរស្រែរាល់ថ្ងៃមិនមែនធម្មតាទេបាទមិនមែនអ្នកធម្មតាទេសទ្ធីនៅសម័យនោះប៉ុន្តែយ៉ាងម៉េចដែរអេលីសេដឹងយ៉ាងច្បាស់ស្រែដែលគាត់មានគោពី10នឹមដែលគាត់មានធនធានទ្រព្យសម្បត្តិខាងសាច់ឈាមបាទมันអាចប្រៀបធៀបនឹងទូនីតិរបស់ផងព្រះมันអាចប្រៀបធៀបនឹងអនុញ្ញរបស់ព្រះมันអាចប្រៀបធៀបនឹងការងាររបស់ព្រះបានសូមឲ្យអ្នកគិតសម័យបើសិនជាគាត់នៅតែបន្តធ្វើជាអ្នកស្រែតទៅទៀតគាត់អាចមានមែនសម័យនោះក៏ប៉ុន្តែមកដល់សម័យនេះណាស្គាល់អេលីសេអត់មានណាស្គាល់អេលីសេអត់មានណានិយាយពីអេលីសេមានមកដល់អីអត់ទេអេលីសេគាត់យល់ច្បាស់ថាដើម្បីឲ្យ heritage របស់គាត់មកដល់របស់គាត់ carry on from generation to generation ស្រែមិនគ្រប់គ្រាន់សម្រាប់គាត់តែការត្រាស់ហៅ anointing ការចុះចូលការគោរពស្ដាប់បង្គាប់របស់ព្រះសម្រាប់គាត់ហើយដើម្បីឲ្យចិត្តគាត់ឈប់ស្ទាក់ស្ទើរគោដែលគាត់ព្យួរនឹងកាប់បរិភោគដើម្បីកុំឲ្យខ្ញុំមានឱកាសត្រឡប់មកធ្វើស្រែទៀតនោះគឺជាការសម្រេចចិត្ត
បាទហើយការសម្រេចចិត្តនេះមិនមែនមានតែអេលីសេព្រះអង្គត្រូវការមនុស្សគ្រប់សម័យកាលបាទនៅពេលដែលព្រះអង្គត្រាស់ហៅពេត្រុសនិងស៊ីម៉ូនពេត្រុសនិងបាទអង់ដ្រេដែលប្អូនរបស់គាត់ព្រះអង្គថាម៉េចបាទពួកគេបានលះបង់អូនមានន័យថាម៉េចមុខរបររបស់គេសុំចាំពេត្រុសស៊ីម៉ូនមិនមែនអាក្រទេបើលោកអ្នកបងប្អូនសិក្សាគាត់គឺជាក្រុមនេសាទដែលមិនមែនត្រឹមតែរកស្រីលក់តាមចាំខ្នល់ទេបាទគឺបញ្ជូនទៅលក់ក្នុងចក្រភពរ៉ូមទៀតគេជាក្រុមហ៊ុននេសាទត្រឹមត្រូវបាទអាមែនក្រុមហ៊ុននេសាទជាមួយណាពេត្រុសស៊ីម៉ូនបាទយ៉ាកុបហើយនិងយូហានជាមួយនឹងលោកសេបេដេគឺជាក្រុមហ៊ុននេសាទក៏ប៉ុន្តែមួយណាក៏ដូចមួយណាដែរនៅពេលដែលលឺការត្រាស់ហៅរបស់ព្រះពួកគេបោះបង់អួនចោលហើយដើរតាមព្រះបើសិនជាគេគ្រាន់តែធ្វើជានេសាទធម្មតាតើអ្នកណាស្គាល់យូហានដល់សម័យនេះតើអ្នកណាស្គាល់យ៉ាកុបដល់ពេលបច្ចុប្បន្នតើអ្នកណាស្គាល់ពេត្រុសតើអ្នកណាស្គាល់អង់ដ្រេហើយតើធ្វើដូចម្តេចឲ្យឈ្មោះរបស់គាត់ត្រូវបន្តរក្សាពីចំនួនមួយទៅកាន់ចំនួនមួយហើយគាត់ខ្លាចជាមនុស្សដ៏អស្ចារ្យរបស់ព្រះជាម្ចាស់បានពួកគេព្រមលះចោលមិនដើម្បីដើរថយក្រោយទេតែដើម្បីឲ្យប្រសើរជាងមុនអាមែននេះគឺជាការពិតលោកនេះពាក្យថា turning back មិនសំដៅទៅលើថាតតែអ្នកនឹងព្រះត្រាស់ហៅបាទដើម្បីឲ្យមកបំពេញកិច្ចការងារឬធ្វើជាអ្នកបម្រើព្រះជាម្ចាស់ទេពេលនេះវាចាប់ផ្ដើមឡើងតាំងពីការឆ្លើយតបជាមួយនឹងជំនឿរបស់អ្នកនៅថ្ងៃដំបូងបើចំណុចទី1អ្នកមិនស្ដាប់បង្គាប់អ្នកមិនអាចទៅកាន់ថ្នាក់មួយទៀតបានបាទអាមែនដើម្បីឲ្យព្រះត្រាស់ហៅយើងបង្ហាញនៅគម្រោងការធំដល់យើងទាមទារឲ្យយើងឆ្លើយតបពីជំហានដំបូងគឺពីថ្ងៃដែលព្រះហៅយើងឲ្យទទួលព្រះអង្គជាព្រះអង្គម្ចាស់ជាព្រះអង្គសង្គ្រោះពីទំនាក់ទំនងប្រចាំថ្ងៃពីរក្សាបាទថ្ងៃបរិសុទ្ធលាក់នឹងលាក់តាំងពីរឿងតូចតាចទៅនៅពេលដែលយើងស្ដាប់បង្គាប់មួយដំណាក់កាលព្រះនឹងបង្ហាញមួយដំណាក់កាលទៀតដូចជាខ្ញុំពេលដែលខ្ញុំបើកព្រះវិហារសម្រាប់តាព្រះបង្ហាញខ្ញុំមួយជំហានម្ដងថាធ្វើយ៉ាងម៉េចឲ្យបើកព្រះវិហារកណ្ដាលក្រុងហើយអត់មានលុយមួយរៀលអាចដើរបានបងប្រាប់មួយជំហានម្ដងហើយនៅពេលដែលយើង follow នៅជំហានរបស់ព្រះ strategy របស់ព្រះនេះជាលទ្ធផលដែលមិនមែនគ្រាន់តែជាពួកជំនុំទូចមួយក៏ប៉ុន្តែជាពួកជំនុំមួយដែលអាចបញ្ជូនពរទៅកាន់ជនជាតិខ្មែរនៅគ្រប់ទីកន្លែងព្រះអត់ខ្វះទីមធ្យោបាយព្រះអត់ខ្វះទីប្រពោតែយើងព្រមស្ដាប់បង្គាប់ព្រះអង្គក៏ប៉ុន្តែលទ្ធផលអ្នកដែលទៅហើយមកវិញឬទៅស្ដាប់បង្គាប់ពីដំបូងហើយឈប់កណ្ដាលផ្លូវថេរាគឺជាគំរូចុះម្នាក់ទៀតបើលោកអ្នកបងប្អូនមើលទៅក្នុងព្រះគម្ពីរពងសាវតាក្បាព្រះគម្ពីរបាទយើងឃើញនៅក្នុងព្រះគម្ពីរបាទលោកកប៉ាត់ចំពោះ19យ៉ាងម៉េចដែរខ26ប្រពន្ធឡុតត្រឡប់ជាបកគោអំបិលដោយសារអី turn back នៅក្នុងខ17ទេវតាប្រាប់យ៉ាងច្បាស់ណាស់រត់ឲ្យរួចខ្លួនកុំបែរក្រោយប្រយ័ត្នសក្តិហិនវិនិច្ឆ័យតាមតាន់តែនាងមិនបានស្ដាប់បង្គាប់ទេពីព្រោះហេតុអីនាងស្ដាយទីក្រុងនាងស្ដាយទ្រព្យសម្បត្តិនាងស្ដាយផ្ទះសម្បែងតើព្រះប្រមានប្រមាណសារសម្រាប់លុតនឹងគ្រួសារលុតបោះបង់ការត្រាស់ហៅរបស់ព្រះដោយព្រោះតែហ្វូងស័ព្ទបោះបង់អ្នកមានប្រេងតាំងបាទទៅរស់នៅទីក្រុងសូដុមនិងកុម៉ារ៉ាដោយព្រោះតែចង់ខ្លាយជាឈ្មោះល្បីបោះបង់ពីអ្នកគង្វាលសัตว์ចង់ខ្លាយជាចាស់ទុំនៃទីក្រុងការប្រមានលើកទី1ស្អីគេគឺសង្គ្រាមរវាងស្ដេច4និងស្ដេច5អង្គគាត់ត្រូវបានគេចាប់ទៅជាសកលត្រូវអត់កុំតែអាប់រ៉ាហាំទៅរំដោះគាត់ខ្លាចជាទាសកលតែគេត្រូវលក់បាត់ហើយវាគឺជាការប្រមានទី1ហើយខ្ញុំជឿថាការប្រមាននេះមិនតូចពេកទេ
hạt ấy đạch buôn bật tê vậy mình chứ nè Abraham con đi con sum pon tôi mùi ai chứ nè nó cô Abraham bàn vì phụ Abraham in thế trời ơi caประមានលើកទី2បងប្រាប់ទីក្រុងដែលឯងសម្រេចចិត្តនៅនេះដល់ថ្ងៃទ្រង់ជំនះហើយព្រះនឹងទម្លាក់ភ្លើងដើម្បីដុតចោលហើយតែដល់យល់ដល់អាប់រ៉ាហាំទេវតាត្រូវបានចាត់ពីឋានសួគ៌ឲ្យទៅដឹកដៃគាត់រត់ចេញពីទីក្រុងជាកន្លែងដែលកំពុងភ្លើងឆេះតើព្រះស្រឡាញ់គាត់យ៉ាងម៉េចទៀតទៅរហូតដល់ទេវតាប្រាប់ឲ្យរត់មិនរត់ទេវតាជាអ្នកដឹកដៃរត់ខ្លួនឯងតើអស្ចារ្យយ៉ាងម៉េចបាទដឹកដៃឲ្យរត់ផុតពីទីក្រុងហើយគ្រាន់តែឲ្យរត់បន្តគាត់ព្រមស្ដាប់ប្រកបគាត់នៅតែងាកក្រោយលទ្ធផលចុងក្រោយគេបង្គោលអំបិលមិនមែនអំបិលដែលមានប្រយោជន៍ទេក៏ប៉ុន្តែជាអំបិលដែលគ្មានជាតិប្រៃវាគ្រាន់តែជាបង្គោលមួយបាទដើម្បីទុកជាទីរំលឹកដល់អ្នកដទៃផ្សេងទៀតអំពីការបះបោរនិងការមិនស្ដាប់ប្រកបរបស់គាត់លោកនេះវាមិនមែនជារឿងធម្មតាពេកទេបាទហេតុអីព្រះបន្ទូលនេះមកដល់អ្នកនៅថ្ងៃនេះនៅក្នុងមួយជីវិតរបស់ខ្ញុំខ្ញុំឃើញមនុស្សប្រែចិត្តក៏ច្រើនតែមនុស្សបកក្រោយក៏ច្រើនដែរចំនួនអ្នកប្រែចិត្តហើយចំនួនអ្នកបកក្រោយស្ទើរតែចិត្តប្រហែលគ្នាបាទសូមចងចាំមនុស្សចេញពីអ៊ីស៊ីប6សែននាក់ក៏ប៉ុន្តែមនុស្សចូលទឹកដីសន្យាបានតែ2នាក់ទេវាមិនធម្មតាពេកទេសួរមើលតើមានម្នាក់ទេក្នុងចំណោម2នាក់នោះអាមែនជីវិតត្រូវមកចត់បាទបើមិនអញ្ចឹងទេអ្នកអាចជាម្នាក់ក្នុងចំណោម2នាក់បើមិនដូចប្រពន្ធលុតអាចនឹងដូចថេរ៉ាដើរបាពាក់កណ្ដាលផ្លូវទេប៉ុន្តែព្រះអត់ចង់ឲ្យដូចអ្នកណាម្នាក់ទេព្រះចង់ឲ្យដូចអាប់រ៉ាហាំចូលទៅកាន់ទឹកដីសន្យាហើយអនុញ្ញាតឲ្យព្រះបន្ទូលព្រះសម្រេចដោយសពគ្រប់អាមែនបាទនៅពេលដែលខ្ញុំចាប់ផ្ដើមរៀបចំមេរៀននេះខ្ញុំទទួលមេរៀនតាំងពីថ្ងៃច័ន្ទខ្ញុំប៉ះពាល់នឹងជនជាតិឥណ្ឌាម្នាក់គាត់ជួនដាក់ផ្សេងបាទគឺជាជនជាតិឥណ្ឌាដំបូងដែលម៉ាតដឹមដែលត្រូវបានគេសម្លាប់ដោយសារជំនឿបាទមានជនជាតិវែលបាទប្រទេសមួយនៃចក្រភពអង់គ្លេសគេធ្វើដំណើរទៅឥណ្ឌាភាគខាងជើងដើម្បីផ្សាយដំណឹងល្អហើយណាក់ផ្សេងក៏ចាប់ដើមជឿព្រះជាមួយនឹងបេសកជននោះហើយគាត់ក៏ចាប់ដើមផ្សាយព្រះបន្ទូលរបស់ព្រះទៅកាន់សហគមន៍ទាំងមូលទង្វើរបស់គាត់ធ្វើឲ្យមេកាទីងអត់សប្បាយចិត្តទេហើយគេក៏ហៅគ្រួសារគាត់កូនគាត់2នាក់ប្រពន្ធរបស់គាត់ព្រមទាំងគាត់ទៅដាក់នៅកណ្ដាលវងហើយកុលសម្ព័ន្ធទាំងអស់នេះជុំវិញបាទហើយទីបញ្ចប់មេកាទីងនិយាយថាម៉េច renounce your faith or your children will shot បាញ់នឹងព្រួយសម្លាប់បាទអញ្ចឹងការគម្រាមដំបូងឲ្យគាត់ប្រកាសទៅថាគាត់អត់ជឿព្រះនឹងទេបាទគាត់បោះបង់ចោលហើយបាទធ្នូជាមួយនឹងការបាទរួចជីវិតកូនរបស់គាត់ណកសេងគាត់និយាយថាម៉េចទេ I have decided to follow Jesus no turning back ខ្ញុំបានសម្រេចចិត្តហើយដើម្បីនឹងដើរតាមព្រះយេស៊ូវខ្ញុំមិនបកក្រោយឡើយមេកន្ទ្រាញនោះក៏បាញ់ក៏ឲ្យគេបាញ់បាទយកព្រួយមកបាញ់សម្រាប់កូនទាំងពីរនាក់នៅមុខគាត់ទៅសំណួរទី2បាទ deny your God or your wife will be die បដិសេធព្រះឯងឬក៏ឲ្យប្រពន្ធឯងងាប់ព្រោះកូនស្លាប់អស់ហើយនេះជាប្រវត្តិពិត
ចម្លើយគាត់លើកទី2បាទ Thou none go with me still I will follow no turning back ទោះគ្មាននរណាតាមខ្ញុំនៅតែតាមទ្រង់ខ្ញុំមិនបែរក្រោយគេក៏បាញ់ប្រពន្ធគាត់ស្លាប់ទៀតគឺសល់តែម្នាក់ឯងមានគេត្រៀមប្រាប់ទៀតថាម៉េចបាទ You are the only one left អ្នកឯងគឺតែម្នាក់ឯងទៀតដែលសល់នៅ Deny or live បាទ deny and live បាទបដិសេធទៅហើយជ្រើសរើសយកជីវិតគាត់ថាម៉េច The cross before me the world behind me no turning back ឈើឆ្កាងនៅខាងមុខលោកីនៅខាងក្រោយខ្ញុំមិនបែរក្រោយមេកទៀងក៏បាញ់គាត់សម្លាប់ទៀតក៏ប៉ុន្តែការបាញ់សម្លាប់មួយលើកមេកទៀងចាប់ផ្ដើមសង្កេតថាមិនថាកូនគាត់ស្លាប់មិនថាប្រពន្ធគាត់ស្លាប់ឬជីវិតគាត់ស្លាប់ជាមួយនឹងអំណរគាត់ស្លាប់ជាមួយនឹងសុខសាន្តគាត់ស្លាប់ជាមួយនឹងភាពជឿជាក់មុខគាត់ពេញដោយសន្តិភាពមេកទៀងចាប់ផ្ដើមឆ្ងល់ហេតុអីណក់ផ្សេងបាទជឿជាក់ម្លេះបរោះមួយដែលនៅចង្ងាយរាប់ពាន់ម៉ាយរាប់ពាន់គីឡូដែលរស់តាំងពី 2000 ឆ្នាំមុនគឺព្រះយេស៊ូវសំដៅទៅលើព្រះយេស៊ូវបន្ទាប់ពីមរណភាពណក់ផ្សេងការអស្ចារ្យមួយបានកើតឡើងគាត់ដែលហៅគេមកដើម្បីឲ្យជំនុំជម្រះគ្រួសារណក់ផ្សេងគាត់និយាយទៅកាន់គេខ្ញុំក៏ជឿព្រះយេស៊ូវដែរ Immediately ពលសម្ព័ន្ធទាំងមូលជឿព្រះយេស៊ូវទាំងអស់នេះប្រវត្តិរឿងនេះគឺកើតនៅឥណ្ឌានៅក្នុងតំបន់មួយឈ្មោះអាសេមបាទអញ្ចឹងហើយបានបត់នេះជួនកាលគេហៅ I have decided អ្នកខ្លះហៅ no turning back អ្នកខ្លះហៅ ASEM ពីព្រោះជា region បាទតំបន់បាទដែលរឿងនេះបានកើតឡើងហើយក្រោយមកមានជនជាតិឥណ្ឌាដែលគាត់មានអំណោយទានខាងចម្រៀងគាត់សរសេរបទនេះ I have decided to follow Jesus ខ្ញុំជឿថាបទនេះបងប្អូនចេះខ្ញុំបានសម្រេចចិត្តដើរតាមព្រះយេស៊ូវខ្ញុំបានសម្រេចចិត្តដើរតាមព្រះយេស៊ូវខ្ញុំបានសម្រេចចិត្តដើរតាមព្រះយេស៊ូវខ្ញុំមិនបែរក្រោយទោះបើគ្មានគេតាមខ្ញុំនៅតែតាមទ្រង់ទោះបើគ្មានគេតាមខ្ញុំនៅតែតាមទ្រង់ទោះបើគ្មានគេតាមខ្ញុំនៅតែតាមទ្រង់ខ្ញុំមិនបែរក្រោយបាទឈើឆ្កាងនៅខាងមុខលោកីនៅខាងក្រោយខ្ញុំមិនបែរក្រោយនេះជាប្រយោគ3ដែលចេញពីមរណភាព3ដំណាក់កាលនៃគ្រួសារណក់សេងស្ដាប់មើលទៅរន្ធត់ក៏ប៉ុន្តែលោកនេះបើអ្នកស្លាប់គឺអ្នកស្លាប់ដោយព្រោះខ្លួនឯងអត់ស្លាប់ដើម្បីអ្នកផ្សេងប៉ុន្តែមានម្នាក់ទៀតអត់បានធ្វើអីសោះឧត្តមអស្ចារ្យវិសេសខ្ពង់ខ្ពស់គឺជាព្រះហើយជាស្ដេចក៏ស្លាប់ចំនួនអ្នកអនុទើបអស្ចារ្យបាទ Neil Armstrong គឺជា astronaut បាទដែលជាអប៉ូឡូទៅឋានព្រះច័ន្ទជាអ្នកដែលបានជន់ឋានព្រះច័ន្ទមុនគេជាគ្រីបោះអាស័ត្វគេសួរគាត់រំភើបទេអស្ចារ្យតែណៃបាត់រត់ឋានព្រះច័ន្ទហើយជន់ឋានព្រះច័ន្ទគាត់ថារំភើបដែរអស្ចារ្យដែរប៉ុន្តែมันអស្ចារ្យដូចជាម្នាក់ទៀតទេពីពួកខ្ញុំទៅឋានព្រះច័ន្ទកាន់បានថ្មពីបេះដូងមកវិញប៉ុន្តែព្រះរបស់ខ្ញុំទ្រង់យាងពីឋានសួគ៌មកបដូរលោកីទាំងមូលនេះជាពាក្យរបស់គាត់
ឃើញទេលោកនេះបាទនេះគឺជាការពិតជំនឿមិនមែនតែមាត់ទេជំនឿវាគឺជាជីវិតដែលចេញពីការគិតដ៏ត្រឹមត្រូវការសម្រេចដ៏ត្រឹមត្រូវបាទហើយការបោះជំហានប្រកបដោយភាពជឿជាក់នៅក្នុងសេចក្តីជំនឿសូមមើលចុងឆ្នាំ2025និងដើមឆ្នាំ2026ពិភពលោកនេះទៅជាអីបាទ Maduro ដែលជាអធិរាជនៅក្នុងស្រុកគាត់បាទរស់នៅស្ថិតក្នុង Banker មករ10នាទីផងបាទត្រូវគេវាយបាក់ឆ្អឹងជំនីចាប់ដាក់អេដេកូហោះចេញមកក្រៅឥឡូវជាប់គុកដែលអាក្រក់បំផុតប្រពន្ធរបស់ផងគាត់បាទដែលជាក្បាលម៉ាស៊ីនជាមេកំណត់មេធាវីដ៏អស្ចារ្យបាទត្រូវគេវាយបាក់ឆ្អឹងជំនីបាទនាំដាក់អេដេកូយកទៅដាក់គុកដែលអាក្រក់បំផុតមានអីដែលទៀងទាត់ទេអាមេរិកបង្កើត Board of Peace សិង្ហបុរីបង្កើតបាទអ្នកជំនួញរុស្ស៊ីបង្កើតមួយចិនបង្កើតមួយតិចទៀតខ្មែរក៏ប្រហែលបង្កើតមួយដែរដឹងតែប្រហែលមិនទាន់មានអំណាចដល់ប៉ុណ្្នឹងទេគេហែកពិភពលោកចែកគ្នាបាទនេះមិនទាន់ចាប់ផ្ដើមទេមិនចាប់ផ្ដើមទេមិនទាន់ចាប់ផ្ដើមនៅឡើយទេវាគ្រាន់ជាសាញរឿងល្អបែបនេះមានច្រើនទៀតពួកព្រះគម្ពីរប្រាប់ហើយបាទវាជាសម័យកាលនៃសក្តានុពលដែលត្រូវបញ្ចប់ប្រវត្តិសាស្ត្ររបស់មនុស្សជាតិសួរខ្លួនឯងតើអ្នកជាជាតិអីបើអ្នកជាមនុស្សជាតិដែលមាននៅលើផែនដីនេះអ្វីដែលខ្ញុំអាចប្រាប់អ្នកបាទអ្នកដល់ពេលបញ្ចប់ហើយពីព្រោះនេះគឺជាការបញ្ចប់របស់មនុស្សជាតិសក្តានុពលនៃមនុស្សតែបើអ្នកជាតិអ្នកជាជាតិនៃឋានសួគ៌ខ្ញុំប្រាប់ដំណឹងល្អអ្នកបាទអ្នកចិត្តចូលរោងការហើយភាពខុសគ្នារវាងមនុស្សជាតិហើយនិងសត្វឋានសួគ៌ The world prepare to die ក្នុងពេលដែលឋានសួគ៌ prepare for fading មួយត្រៀមសម្រាប់ស្លាប់ក្នុងពេលដែលមួយទៀតត្រៀមដើម្បីនឹងចូលរោងការអ្នកយកមួយណាបើថ្ងៃនេះត្រែផ្លុំឡើងអ្នកនៅណាអាមែនខ្ញុំគិតថាសារនៅក្នុងឆ្នាំ2021ព្រះរន្ធើនខ្លាំងអាមែនតើអ្នកដូចថេរ៉ាប្រពន្ធឡុតឬដោយអាប់រ៉ាហាំឬដោយអាសែមមានមនុស្សជាច្រើនដែលបោះបង់ព្រះជាម្ចាស់ ignore ធូរមិនដឹងមិនលឺក៏មានមនុស្សជាច្រើនដែលគេស្មោះត្រង់ហើយឆ្លើយតបចំពោះព្រះត្រឹមត្រូវដែរតើអ្នកជាម្នាក់ណាក្នុងចំណោមពីរនាក់មនុស្សពីរប្រភេទមានតែអ្នកប៉ុណ្ណោះចែកខ្ញុំក្រោកឆ្លាត